នៅគ្រប់វេទិកានៃការអញ្ជើញចុះជួបសម្ដែងសម្ណាលនិងសួរសុខទុក្ខមន្ត្រីរាជការអាជ្ញាធរនៅតាមបណ្ដារាជធានីខេត្តសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីមិនដែលភ្លេចឡើយនៅការក្រើនរំលឹកអាជ្ញាធរមូលដ្ឋានឲ្យយកចិត្តទុកដាក់ចំពោះសុខទុក្ខគ្រួសារយុទ្ធជនដែលកំពុងឈរជើងការពារទឹកដីនៅជួរមុខគ្រួសារយុទ្ធជនពលីនិងអតីតយុទ្ធជនសម្ដេចបានលើកបង្ហាញអំពីវីរភាពនិងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជនដែលបានយកទ្រូងពាំងគ្រាប់ដើម្បីការពារជាតិទឹកដីនិងប្រជាជនដូច្នេះដើម្បីតបស្នងសងគុណចំពោះវីរភាពដ៏អង់អាចក្លាហាននេះក៏ដូចជាការអនុវត្តនយោបាយខឿនការពារជាតិរបស់ប្រជាជនសម្ដេចតេជោបានណែនាំឲ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ចំពោះជីវភាពគ្រួសាររបស់ពួកគេឲ្យបានល្អដើម្បីកុំឲ្យពួកគេព្រួយបារម្ភអំពីគ្រួសារសម្ដេចតេជោហ៊ុនសែនក៏តែងតែរំលឹកដល់អាជ្ញាធរមូលដ្ឋានទាំងអស់ឲ្យបន្តរក្សាស្ថិរភាពជាតិនិងសន្តិសុខសណ្ដាប់ធ្នាប់សង្គមដោយបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពនិងដាស់តឿនក្រើនរំលឹកដល់មន្ត្រីទាំងអស់ឲ្យប្រកាន់ខ្ជាប់នៅអភិក្រមមន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជនទេតែគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជនសម្ដេចប្រមុខរដ្ឋស្ដីទីក៏តែងតែបញ្ជាក់ពីការគាំទ្រពេញទំហឹងនៅជំហរដោះស្រាយចំនួនព្រំដែនដោយសន្តិវិធីរបស់រាជរដ្ឋាភិបាលដោយផ្អែកលើច្បាប់អន្តរជាតិដែលជាជំរើសដ៏ល្អបំផុតសម្រាប់ប្រទេសកម្ពុជា